សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបដាក់អាស័យដ្ឋានឃ្លាំងដឹកជញ្ជូនវីដេអូមុនយើងបង្ហាញពីរបៀបប្រើអាស័យដ្ឋានខ្មែរផ្ទាល់ដើម្បីទិញទំនិញប៉ុន្តែទំនិញមួយចំនួនគឺវាអត់ support ជាមួយនឹងអាស័យដ្ឋានខ្មែរទេគឺត្រូវការអាស័យដ្ឋានឃ្លាំងចិនអញ្ចឹងអាស័យដ្ឋានឃ្លាំងចិនអ្នកនរគ្នាត្រូវតែហៅ agency សម្រាប់ជួយដឹកជញ្ជូនពីចិនមកខ្មែរអញ្ចឹងក្រុមហ៊ុនដឹកជញ្ជូនគឺមានច្រើនមាន Loda មាន CTO មាន VTS មាន CE មាន JNT មានផ្សេងDR SB អីជាច្រើនអញ្ចឹងក្រុមហ៊ុនដឹកជញ្ជូនហ្នឹងគឺអ្នកនរគ្នាដាក់អាស័យដ្ឋាននឹងចិនគឺទិញអីវ៉ាន់អីក៏បានដែរព្រោះអីវ៉ាន់មួយចំនួនគេអត់ support មកស្រុកខ្មែរអញ្ចឹងគ្រាន់តែការដាក់ជាមួយនឹងអាស័យដ្ឋានក្រុមហ៊ុនដឹកជញ្ជូនវាទី1ងាយស្រួលក្នុងការតាមដានទំនិញទី2យើងអាចទិញអីវ៉ាន់បែបណាក៏បានដែរមានន័យថាឲ្យតែគេលក់នៅក្នុងប្រទេសចិនគឺយើងអាចទិញបានដែរព្រោះអីអាស័យដ្ឋានទាំងអស់ហ្នឹងគឺជាអាស័យដ្ឋានឃ្លាំងចិនមិនមែនជាអាស័យដ្ឋានដាក់ direct មកខ្មែរទេអញ្ចឹងចំពោះការបង្កើត app ទាំងអស់ហ្នឹងគឺអត់មានអីពិបាកទេអ្នកនរគ្នាគ្រាន់តែ download app ហ្នឹងទៅហើយបើសិនជាអត់ចេះទេអាច check មើលតាម page ឬក៏ឲ្យគេបង្កើតឲ្យតែម្ដងក៏បានដែរព្រោះអីក្រុមហ៊ុនដឹកជញ្ជូនគេមានសេវាកម្មបង្កើតឲ្យណែនាំយើងបន្ថែមទៀតអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងខ្ញុំចូលទៅបង្ហាញរបៀបដាក់អាស័យដ្ឋានមុនគេឥឡូវយើងដាក់ VTS មុនគេមកដោយសាររាល់ថ្ងៃហ្នឹងខ្ញុំប្រើ VTS ពេលខ្លះប្រើ CTO ពេលខ្លះប្រើ CE អញ្ចឹងទៅអញ្ចឹងរបៀបដាក់គឺអត់មានអីពិបាកទេអ្នកនរគ្នាចូលទៅ setting បន្តមកទៀតចូលមកកន្លែងទី1គេហ្នឹងអ្នកនរគ្នាចុចសញ្ញាបូកបើមានហើយបែបនេះអានេះអាចចាស់របស់ខ្ញុំអញ្ចឹងចុចសញ្ញាបូកឥឡូវខ្ញុំលុបចោលទាំងអស់សិនដើម្បីឲ្យអ្នកនរគ្នាស្រួលមើលបាទឥឡូវខ្ញុំលុបចោលទាំងអស់អញ្ចឹងពេលដែលយើងចូលមកដំបូងគឺវាបែបនេះបាទបន្តមកទៀតអ្នកនរគ្នាចូលទៅ copy អាស័យដ្ឋានដែលអ្នកនរគ្នាចង់ដាក់មកបាទឥឡូវឧទាហរណ៍ខ្ញុំប្រើ VTS អញ្ចឹងអ្នកគ្នាចុះឈ្មោះឲ្យហើយមកអញ្ចឹងចុះឈ្មោះដូចខ្ញុំប្រាប់អញ្ចឹងវាអត់មានអីពិបាកទេឬក៏ឆាតទៅ page គេចុះឈ្មោះឲ្យក៏បានដែរអញ្ចឹងពេលដែលយើងបង្កើតគណនីខាង VTS ហើយយើងចូលមករកអាស័យដ្ឋានដឹកជញ្ជូនអញ្ចឹងយើងចូលមកអាស័យដ្ឋានដឹកជញ្ជូនមកបាទគេមានផ្លូវគោកផ្លូវទឹកឬក៏ផ្លូវអាកាសទៅតាមក្រុមហ៊ុនដឹកជញ្ជូនមួយអញ្ចឹងខ្ញុំរើខ្វាំងជូនេះបាទគឺនេះអាស័យដ្ឋានគេលេខទូរស័ព្ទមានច្រើនមាន3ខ្សែយើងចង់ដាក់មួយណាក៏បានដែរឬក៏យើងចូលមកយកតាមរយៈថៅប៉ោនេះក៏បានដែរអានេះគេដាក់ឲ្យស្រេចអញ្ចឹងដំបូងឡើយអ្នកគ្នា copy ទាំងអស់មួយសិនមកកាលតែ copy ពេលដែលយើងចូល app ថៅប៉ោគឺវានឹង load automatic ហើយឥឡូវខ្ញុំចុចម្ដងទៀតអញ្ចឹងវាចុចឲ្យយើង allow pass មកអញ្ចឹងវានឹង load automatic អញ្ចឹងកាលណាដែលវា load automatic យើងចុច OK មួយមកអូខេអញ្ចឹងវាចូលទៅរើសខេត្តរើសតំបន់អានេះវាបានដូចជាខេត្តខណ្ឌសង្កាត់ដូចនឹងខ្មែរយើងវាចូល automatic អញ្ចឹងអ្វីដែលយើងត្រូវបំពេញបន្ថែមគឺកន្លែង detail address នេះហើយនឹងកន្លែងឈ្មោះដោយសារ detail address នេះគឺវាដាច់អញ្ចឹងអ្នកគ្នាចូលមកមើលកន្លែង detail address របស់ក្រុមហ៊ុននឹងជូននេះគឺគេឲ្យយើងដាក់ប៉ុណ្ណេះចំណែកអាលើនេះយើងអាចផ្ទៀងមើលគេលោខុសតែជាធម្មតាគឺវា load ទៅវា automatic ហើយពេលដែលយើង copy ទាំងអស់បានវា load automatic អញ្ចឹងកន្លែងនេះកន្លែង address នេះយើង copy តែនឹងមួយទៅបានហើយអូខេអញ្ចឹងខ្ញុំចូលមកកន្លែងហ្នឹងកន្លែង address នេះខ្ញុំខ្វែងចោលហើយខ្ញុំផានឹងចូលអូខេឥឡូវខ្ញុំសុំ copy ម្ដងទៀតបាទតាមពិតអានេះ copy បានគ្រាន់តែថាវាអត់ឃើញឥឡូវចាំខ្ញុំអូខេឥឡូវវាឃើញហើយកន្លែងឈ្មោះយើងដាក់ទៅតាមអ្វីដែលគេឲ្យយើងដាក់មកគឺនេះមានកូដណាអូខេអញ្ចឹងយើងផាសកូដមកហើយអានេះយើងអាចរើសមួយណាក៏បានវាមានឃ្លាំងមានផ្ទះសាលារៀនវាមិនសូវសំខាន់ហ្មងឥឡូវខ្ញុំរើសទី1មកអូខេកន្លែងនេះគឺយើងចុចកំណត់មានថាពេលដែលរាល់ទិញគឺអាស័យដ្ឋានហ្នឹងគឺវាជាប់ automatic បើយើងចង់ឲ្យអាស័យដ្ឋាន
ដូចថាក្រុមហ៊ុន Loda ឬក៏ CTO ជាប់ automatic ពេលដែលទិញកុំឲ្យពិបាកហើសដូរច្រឡំយើងអាចកំណត់បានអូខេអញ្ចឹងយើងមើលផ្ទៀងឡើងវិញមកគឺដូចជាត្រូវអស់ហើយបាទអញ្ចឹងអានេះ VTS អញ្ចឹងឧទាហរណ៍អ្នកនរគ្នាចង់ add ក្រុមហ៊ុនផ្សេងទៀតឧទាហរណ៍ថាឥឡូវខ្ញុំចេញមកវិញខ្ញុំចង់ add Loda ឧទាហរណ៍យើងចង់ add Loda យើងចូលទៅ copy អាស័យដ្ឋានដាក់ដូចគ្នានឹងមកអត់មានអីពិបាកទេឥឡូវយើងចូលមកមើលកន្លែងដឹងជួនអន្តរជាតិនេះបាទទីតាំងឃ្លាំងបាទយើងអាច copy ទាំងអស់ជាដំបូងអ្នកនរគ្នា copy ទាំងអស់សិនមកអូខេឥឡូវយើងចូលមកថៅប៉ៅយើងចូលកន្លែងសញ្ញាបូកអញ្ចឹងយើង allow វាមកគឺវា load automatic ហ្នឹងវាងាយស្រួលមែនតើ load automatic យើងបំពេញកន្លែង detail address នេះមួយទៀតមកដោយសារ detail address យើងហ្នឹងវាអត់តាន់គ្រប់ទេអញ្ចឹងយើងចូលមក load ដែរយើង copy កន្លែង detail address នេះមកនេះបើសិនជា copy អត់បានអ្នកគ្នាអាច copy ទាំងអស់សិនក៏បានដែរហើយចាំយកមកផាសវាអញ្ចឹងកន្លែង detail address យើងមានដូចជាលេខផ្លូវលេខផ្ទះនិងកូដយើងហើយកន្លែងឈ្មោះយើង copy ដាក់តាមគេមកឈ្មោះនេះបាទឈ្មោះអត់មានអីពិបាកទេតាមពិតឈ្មោះហ្នឹងគេដាក់កូដយើងហ្នឹង KX បាទយើងអាច copy កូដយើងយកមកដាក់មកឥឡូវខ្ញុំផាសទាំងអស់សិនក៏បានទូរស័ព្ទរៀង slow ទេណាតាមពិតកន្លែងហ្នឹងអ្នកគ្នាអាច copy ដាក់ចូលនៅក្នុង chat ឬក៏កន្លែង note អីសិនមកហើយយើង copy ម្ដងតិចយកមកដាក់វាងាយស្រួលជាងណាបាទមានន័យថាចេះឧទាហរណ៍ឥឡូវខ្ញុំបើកចូលក្នុង note មួយមកអញ្ចឹងខ្ញុំផាសអាស័យដ្ឋានទាំងអស់មកឧទាហរណ៍ខ្ញុំចង់ copy ឈ្មោះជា visual ចេះណាអូខេអញ្ចឹងយើងយកមកដាក់មក visual បាទឥឡូវយើងឈលហើយយើងធ្វើចឹងហ្មងទៅបាទអញ្ចឹងអូខេហើយយើងចង់កំណត់វានៅមានថាទី1ក៏បានដែរឥឡូវខ្ញុំមិនបាច់កំណត់ទេអញ្ចឹងអាក្រុមហ៊ុនដំបូងដែលខ្ញុំដាក់ VTS ហ្នឹងគឺកំណត់នៅលើគេអញ្ចឹងអាហ្នឹងយើងដាក់បាន2ហើយ VTS Loda ឥឡូវយើងដាក់មួយទៀតមកបាទចង់ដាក់អីគេ CE អ្នកនរគ្នាបង្កើតឲ្យបានគណនីសិនមកវាអត់មានអីពិបាកបង្កើតទេគណនីហ្នឹងអាចមើលវីដេអូក្នុង page របស់គេក៏បានឬក៏ឆាតទៅ page ឲ្យគេបង្កើតឲ្យក៏បានដែរអញ្ចឹងអានេះខ្ញុំមានគណនីហើយខ្ញុំ log in ចូលសិនបាទហើយយើងអាចយកអាស័យដ្ឋានបាននេះចូលមកខ្ញុំយកខុសចាំតិចគ្នាអាចចុចកន្លែងនេះមកនេះ warehouse to China នេះអញ្ចឹងវាមាននេះវាមានតាម land ផ្លូវគោកផ្លូវយន្តហោះអីចឹងទៅមានប្រភេទអវ៉ាន់តិចអវ៉ាន់កកនេះយើងអាចទិញបានទៀតអូល្អមែនតើនៅតែយើងចង់ទិញសាច់ទិញអីអាចដាក់អានេះបានបាទអញ្ចឹងយើង copy ទាំងអស់សិនមកបាទហើយយើងចូលទៅថៅប៉ៅយើងហើយយើងចូលមកកន្លែង add ថ្មីមួយមកអញ្ចឹងយើង allow វិញមកវា load automatic អត់ឥឡូវខ្ញុំចូលម្ដងទៀតបើវាអត់ load ទេអ្នកគ្នា copy ម្ដងទៀតមកបាទអញ្ចឹងវា load automatic ហ្នឹងអញ្ចឹងដល់គ្នា copy តែឈ្មោះនិងលេខទូរស័ព្ទដាក់តទៀតមកបាទនេះឈ្មោះយើងឈ្មោះវាច្រើនគេប្រើកូដអញ្ចឹងកន្លែងឈ្មោះយើងដាក់ឈ្មោះកូដហ្នឹងមកកន្លែង copy ហ្នឹងវាពិបាកបន្តិចហើយលេខទូរស័ព្ទយើងដាក់លេខឃ្លាំងហ្នឹងដែរមកក៏ទៅ755ហ្នឹងបាទវា load ទៅ load មកបាក់មែនតើបាទហើយយើងលេខទូរស័ព្ទ copy មកដាច់អញ្ចឹងបើ copy អត់បានអ្នកគ្នាវាយក៏បានដែរពេលខ្លះកម្មវិធី app ខ្លះគឺវាពិបាក copy ដោយក្រុមហ៊ុនដឹងជូនឥឡូវខ្ញុំវាយទៅ
182 1871 6755 បាទនេះ CE អញ្ចឹងយើងដាក់បាន3ហើយដូចជា CTO ឬក៏អីផ្សេងគឺរបៀបដាក់ដូចគ្នាទេអត់មានអីពិបាកទេហើយចំពោះសេវាកម្មគឺវាប្រហាក់ប្រហែលគ្នាទេក្រុមហ៊ុននឹងជូនអញ្ចឹងសំខាន់អ្នកនរគ្នាអាចសាកប្រើទៅមួយណាដែលចិត្តផ្ទះអ្នកនរគ្នាឬក៏អ្នកនរគ្នាសួរផ្ញើទៅខេត្តឧទាហរណ៍ JNT ឬក៏ CTO សួរផ្ញើទៅខេត្តអ្នកនរគ្នាប្រើ CTO ឬក៏ JNT ទៅអាចសួរផ្ញើទៅខេត្តអញ្ចឹងណាហើយបើនៅពេញអ្នកនរគ្នាសាកទៅព្រោះក្រុមហ៊ុននឹងជូនខ្លះគឺមានសាខាច្រើនហើយក្រុមហ៊ុននឹងជូនខ្លះទៀតសាខាតិចមែនប៉ុន្តែសេវាកម្មគាត់ល្អអញ្ចឹងទៅក្រុមហ៊ុននឹងជូនខ្លះទៅសេវារៀងថ្លៃបន្តិចប៉ុន្តែ service គាត់ឆាតតបមានបញ្ហាឆាតសួរគាត់អីគាត់តបលឿនអញ្ចឹងណាអញ្ចឹងឥឡូវយើងចង់ដាក់ CTO មួយទៀតអត់មានពិបាកទេចូលមកកន្លែងហ្នឹងមកហើយ copy ទាំងអស់ដូចគ្នាមកបាទឥឡូវខ្ញុំដាក់បាន3បាទហើយខ្ញុំដាក់មួយទៀតមកវា load automatic ទៀតហើយអញ្ចឹងអាកន្លែង detail នេះកន្លែង detail យើងដាក់តែត្រឹមនេះមកបាននេះបាទអញ្ចឹងតាមពិតខ្ញុំត្រូវយកមកផាសជាមួយនឹង note ខ្ញុំមួយសិនមកស្រួលយើង copy មកកណាត់អញ្ចឹងចង់កាំងទូរស័ព្ទហើយអូខេឥឡូវខ្ញុំផាស CTO មួយអញ្ចឹងកន្លែង detail នេះខ្ញុំអាច copy ត្រឹមនេះមកបានហើយដោយសារ12អក្សរខាងលើនេះវាមានហើយស្រេចទេយើងបាច់ដាក់ទៀតទេនេះយើងផាសដាក់នេះមកបានហើយចំពោះ CTO វាដូចជាអត់មានកូដទេពីច្រើនវាប្រើលេខទូរស័ព្ទអ្នកនរគ្នាដាក់កូដនេះក៏បានដាក់លេខទូរស័ព្ទក៏បានដែរនៅក្នុង app គេឲ្យយើងដាក់អីគេឲ្យយើងដាក់ឈ្មោះកូដវាមានហើយអញ្ចឹងអ្នកនរគ្នាអាចដាក់កូដនេះកន្លែងឈ្មោះមួយទៀតក៏បានដែរដើម្បីឲ្យពេលបានមកដល់ខ្មែរគេងាយរកបានយើងអញ្ចឹងណាអូខេអញ្ចឹងបាន4ហើយឥឡូវយើងចូលមកក្រុមហ៊ុនDOSB មួយទៀតមកដោយសារគេទៅ13មួយរយៈក្រោយនេះក្រុមហ៊ុននេះខ្ញុំមិនអាចប្រើទេប៉ុន្តែអ្នកនរគ្នាអាចសាកបានបើសិនជាលឿនទេប្រើបន្តទៅបើអត់លឿនទេអ្នកនរគ្នាបដូរទៅបាទអញ្ចឹងយើងផ្លូវគោកណាមកយើងចម្លងទាំងអស់ដូចគ្នាមកយើងចម្លងទាំងអស់ព្រោះអីវាងាយស្រួលពេលដែលយើងចូលមកវា load នឹង automatic ហើយបន្តមកទៀតយើងផ្ទៀងមើលកន្លែង detail address ហ្នឹងវាមានគ្រប់នៅបាទយើងមើលទៅវានៅបាត់អានេះអញ្ចឹងយើង copy អានេះមកហើយយកមកដាក់មកបាទហើយកន្លែងឈ្មោះដូចជាត្រូវហើយលេខទូរស័ព្ទដូចជាត្រូវហើយយើងមើលបាទអញ្ចឹងត្រូវអស់ហើយប៉ុណ្ណឹងផ្ទៀងទៅហើយអ្នកគ្នា sell មកបានហើយអញ្ចឹងបានប៉ុន្មាននេះ1 2 3 4 5ហើយឥឡូវដាក់ JNT មួយទៀតមកបាទឥឡូវខ្ញុំចូលទៅ app JNT និង CTO ពីរនឹងស្តៀងគ្នាពីរនឹងស្តៀងគ្នាហើយសម្រាប់អ្នកទៅខេត្តយើងអាចដាក់ពីរនឹងទៅស្រួលខ្ញុំចង់វែងបាននេះគឺអាស័យដ្ឋានវារបៀប app វាគឺដូចគ្នាយើង copy នឹងមកពេលដែលយើងចូលមកវានឹង load automatic ហើយអូខេអញ្ចឹងយើងមើលកន្លែង detail address ហ្នឹងទៀតវាខ្វះអក្សរអញ្ចឹងអ្នកនរគ្នាអាច copy ដាក់នៅកន្លែងណាមួយសិនទៅដើម្បីយកកន្លែង detail address ហ្នឹងយកមកដាក់អញ្ចឹងណាបាទឥឡូវរៀងលឿនតិចហើយខ្ញុំ copy ដាក់ចូល note ខ្ញុំមួយសិននេះយើងអាច copy កន្លែង detail address នេះមកពី10អក្សរខាងលើនេះយើងបាច់យកក៏បានដែរដោយសារអីវាមានខាងលើហើយស្រេចហើយ
បាទនេះ12អក្សរនេះយើងមិនបាច់ដាក់ក៏បានទេដាក់ទៀតនំច្រើនណាយើងដាក់តែប៉ុណ្្នេះមកបានហើយហើយកន្លែងឈ្មោះយើងមើលគ្រប់នៅឈ្មោះយើងដាក់ភ្ជាប់មួយលេខកូដយើងមកបាទមួយ ID យើងបាទអញ្ចឹងយើង save មកអញ្ចឹងរបៀបដាក់ស្រួលមែនតើវាអូតូម៉ាទិកមិនមែនដូចការពី7 8ឆ្នាំមុនគឺពេលដាក់គឺវាពិបាកមែនតើគឺឲ្យយើងរើសទីតាំងម្ដងមួយសម្រាប់អ្នកដែលគាត់អត់ចេះចិនគឺពិបាកមែនទាំងខ្ញុំទាំងគេមានន័យថាពេលដែលយើងចូលមកនេះវាឲ្យយើងរើសអានេះអូថាឥឡូវស្អីគេកងជើអញ្ចឹងយើងរើមើលអក្សរកងជើនៅតាណាយើងផ្ទៀង3អក្សរម្ដងឧទាហរណ៍ឥឡូវយើងមើលផ្ទៀង3អក្សរនេះ3អក្សរនេះបាទអូខេអាហ្នឹងវាអត់អូតូម៉ាទិកយើងរើសម្ដងមួយបន្តមកទៀតយើងរើស3អក្សរទៀតហើយស្អីទៀតបាទនេះកន្លែងអក្សរ S នេះបន្តមកទៀតរើស3អក្សរទៀតពេលខ្លះពិបាកខ្លាំងមែនតើកាលពីជំនាន់មុនណាអញ្ចឹងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនយើងអាចធ្វើអញ្ចឹងក៏បានដែរបើសិនជាវា load ទៅវាខុសអីយើងអាចរើសអញ្ចឹងបានបាទនេះសល់ចុងក្រោយមួយទៀតខ្ញុំមើលឲ្យច្បាស់សិនបាទចង់វែងហើយបាទគឺយើងរើសបែបហ្នឹងណាប៉ុន្តែនេះខ្ញុំគ្រាន់តែឧទាហរណ៍អ្នកគ្នាមើលឥឡូវយើងថយចេញមកវិញអញ្ចឹងរបៀបដាក់អាស័យដ្ឋានក្រុមហ៊ុននឹងជូនគឺវាមានប៉ុណ្ណឹងហើយពេលដែលអ្នកនរគ្នាទិញតំណែងយើងអាចដូរបានទេឧទាហរណ៍ថាឥឡូវខ្ញុំចូលមកទិញនេះកន្លែងនេះយើងអាច select រើសដូរឥឡូវយើងប្រើក្រុមហ៊ុនមួយណាយើងឆែកមើលមកយើងចង់ប្រើចំណាំខ្លួនឯងណាអានេះ CE នេះ Loda នេះ CTO អានេះ DRSB អញ្ចឹងយើងចង់បានក្រុមហ៊ុនណាយើងដូរក្រុមហ៊ុនហ្នឹងមកយើងអាចមើលបានអញ្ចឹងណាហើយបើសិនជាយើងចង់ដាក់អាស័យដ្ឋានខ្មែរយើងរើសអាស័យដ្ឋានខ្មែរ KA99 មកព្រោះ KA99 វីដេអូភាគ1ភាគ2ភាគ3ខ្ញុំធ្លាប់បង្ហាញយើងដាក់ទីតាំងខ្មែរបាទយើងដាក់ទីតាំងខ្មែរអញ្ចឹងយើងអាច select ដូរទៅដូរមកបានហើយចំពោះរបៀបប្រើសេវាកម្មក្រុមហ៊ុននីមួយៗអ្នកនរគ្នាអាចមើលក្នុង page ឬក៏ឆាតសួរក្រុមហ៊ុននីមួយៗផ្សេងទៅក្រុមហ៊ុនខ្លះនៅស្រុកខ្មែរមានច្រើនណាក្រុមហ៊ុនដែលគេដឹកទំនិញធំខ្លះគេអត់មាន app អត់ល្បីទេប៉ុន្តែថ្លៃដឹកគេល្អក៏មានដែរអញ្ចឹងក្រុមហ៊ុនដែលភាគច្រើនដែលយើងស្គាល់ល្បីមួយចំនួនហ្នឹងភាគច្រើនគឺគេផ្ដោតលើអវ៉ាន់តូចចំពោះអវ៉ាន់ធំក្រុមហ៊ុនប្រភេទ logistics ធំគេមានម៉ៅជាកុងតឺន័រម៉ៅអីហ្មងគេខ្លះគេអត់មាន app ទេគេអាចផ្ដល់អាស័យដ្ឋានហើយយើងអាចយកមកដាក់អញ្ចឹងបានអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេរបៀបដាក់អាស័យដ្ឋានឃ្លាំងអូខេជួបគ្នានៅវីដេអូក្រោយរបៀប refund លុយបាយបាយអ្នកនរគ្នា